មលោកអ្នកនាងសាជាថ្មីមកការអវៈទី2នៅក្នុងកម្មវិធីផលិតផលកម្ពុជាឬក៏ Made in Cambodia ចាសប្តាហ៍នេះហាក់បីដូចជាប្លែកខុសពីសប្តាហ៍សុំម្ដងដោយសារតែសប្តាហ៍កន្លងមកគឺយើងតែងតែនិយាយអំពីផលិតផលក៏ដូចជាតកតងចំណីអាហារនិងក្រុមហ៊ុនផ្សេងៗនៅក្នុងប្រទេសកម្ពុជារបស់យើងតែដោយឡែកនៅក្នុងវគ្គនេះដែរហើយក៏សប្តាហ៍នេះយើងបានលើកយកនិយាយអំពីតកតងទៅនឹងសៀវភៅមួយក្បាលដែលមានចំណងជើងថានីតិវិធីផុសតាងចាហើយយើងចង់ដឹងថាតើអត្ថន័យនៅក្នុងសៀវភៅនោះមានអត្ថន័យយ៉ាងណាហើយមានអត្ថប្រយោជន៍អ្វីខ្លះហើយនាងខ្ញុំក៏បានធ្វើកិច្ចសម្ភាសជាមួយនឹងលោកសាស្ត្រាចារ្យអិនបូផាហើយលោកក៏ជាចៅក្រមម្នាក់ផងដែរដែលលោកបានចងក្រងនិងនិពន្ធសៀវភៅនេះឡើងជាឯកសារដែលលោកប្រើរយៈពេលជាង10ឆ្នាំចាហើយយើងក៏បានជួបជាមួយនឹងលោកភូភក្តីដែលជាអ្នកបោះពុម្ពផ្សាយហើយក៏ជាអ្នកគ្រប់គ្រងនៅក្នុងផ្នែកសៀវភៅនោះហើយក៏ជាម្ចាស់បណ្ណាគារភក្តីផងដែរចាជាបន្តទៅទៀតនេះសូមអញ្ជើញតាមដានទស្សនាកិច្ចសម្ភាសន៍នេះដូចតទៅចាសូមគោរពក៏ដូចជាជំរាបសួរលោកសាស្ត្រាចារ្យចាអាចហៅថាលោកគ្រូក៏បានលោកសាស្ត្រាចារ្យក៏បានចាហើយជាដំបូងនាងខ្ញុំមានសំណួរដែលតាក់ទងទៅនឹងឃើញថាលោកគ្រូបានរៀបចំនៅសៀវភៅដែលមានឈ្មោះថានីតិផុសតាងចានាងខ្ញុំចង់ដឹងថាដើមហេតុដើមចមនៃការរៀបចំសៀវភៅនេះឡើងគឺមានគោលបំណងដើម្បីអ្វីដែរចាសៀវភៅផុសតាងនេះជាលើកដំបូងសម្រាប់ប្រទេសកម្ពុជាចាហើយសៀវភៅនេះវាជាស្តង់ដារមួយដែលធ្វើឲ្យប្រព័ន្ធនៃការវាយតម្លៃទៅលើការធ្វើសេចក្តីសម្រេចរបស់តុលាការដោយគោរពទៅលើភស្តុតាងហ្នឹងមានលក្ខណៈជាស្តង់ដារមួយដែលអន្តរជាតិគេអាចទទួលយកបានតើសៀវភៅនេះគឺមានប្រយោជន៍សម្រាប់ជនកម្រិតណាដែរចាសម្រាប់និស្សិតឬក៏ប្រភេទអ្នកដែលគាត់ថាគាត់ជាអ្នកអនុវត្តច្បាប់គាត់ជាអ្នកដែលមានគេហៅថាមានជំនាញច្បាប់រួចមកហើយឬក៏យ៉ាងណាដែរចាលោកសៀវភៅនេះមានប្រយោជន៍សម្រាប់ពួកនិស្សិតសម្រាប់ពួកស្រាវជ្រាវសម្រាប់ពួកមេធាវីសម្រាប់ចៅក្រមសម្រាប់បរិយាអាជ្ញានិងសម្រាប់អ្នកណាដែលធ្វើការក្នុងការធ្វើសេចក្តីសម្រេចដោយប្រើភស្តុតាងលោកសាស្ត្រាចារ្យតើចំណាយរយៈពេលប្រមាណដែរមកបានសៀវភៅមួយក្បាលនេះសម្រិតសម្រាំងមើលទៅហើយជាសៀវភៅទី1ក្នុងស្រុកខ្មែរយើងចាតាមពិតសៀវភៅនេះយើងខ្ញុំបានស្រាវជ្រាវតាំងពីឆ្នាំ2003ហើយទុករហូតមកនេះដើម្បីរងចាំច្បាប់យើងច្បាប់ព្រំប្រទាននឹងឯងដោយសារតែច្បាប់យើងក្រមនីតិវិធីនិងច្បាប់សារធាតុព្រំប្រទានរបស់យើងហ្នឹងក៏ដូចជាក្រមនីតិវិធីរបស់វានេះមិនទាន់ចេញដល់ហេតុនេះហើយបានជាយើងរក្សាទុកមិនទាន់បោះពុម្ពដល់ពេលសភៅច្បាប់នេះគេចេញហើយទើបបានយើងបោះពុម្ពដើម្បីយកច្បាប់យើងនេះធ្វើជាមូលដ្ឋានសម្រាប់ចងក្រងបញ្ចូលក្នុងច្បាប់យើងសូមអរគុណដល់លោកសាស្ត្រាចារ្យលើអំវាយសំណួរទៅខាងលោកភក្តីចាដែលតកតងទៅនឹងលោកក៏ជាផ្នែកមួយនៅក្នុងការមានន័យថាសហការគ្នាមិនថាអញ្ចឹងនៅក្នុងការបោះពុម្ពជាសាធារណៈហើយឥឡូវសួរផ្នែកខាងបោះពុម្ពជាសាធារណៈវិញថាតើឥឡូវបោះពុម្ពបានប្រមាណក្បាលហើយយើងចេញមានលក់នៅលើទីផ្សារនៅកន្លែងណាខ្លះចាសភៅនីតិផុសតាងនេះដែរខាងបណ្ណាគារភក្តីល្អយើងខ្ញុំបានបោះពុម្ពចំនួន2000ក្បាលហើយឥឡូវនេះគឺបានចែកចាយទៅលើទីផ្សារនៅក្នុងរាជធានីភ្នំពេញសម្រាប់អ្នកតាមខេត្តវិញនៅពេលគាត់បញ្ជាទិញយើងផ្ញើទៅតាមឡានក្រុងដែលឥតគិតថ្លៃជូនខាងពួកគាត់ថាតើការលក់ឬក៏ការចែកជូនរបស់ពួកគាត់នឹងមានតម្លៃខុសគ្នាឬក៏មានការយោគយល់យ៉ាងណាដែរចំពោះនិស្សិតគាត់ចង់បានសៀវភៅមួយក្បាលសម្រាប់គាត់មើលជាងដែរចាសម្រាប់និស្សិតខាងខ្ញុំលក់ជូនក្នុងតម្លៃតែ40000រៀលទេនៅពេលគាត់ទៅទិញគាត់អាចបង្ហាញការនិស្សិតឬក៏គាត់ទេបានន័យថាទូរស័ព្ទខាងខ្ញុំផ្ទាល់តាមរយៈលេខ012 75 15 79ខ្ញុំនឹងបញ្ចុះតម្លៃជូនគាត់សម្រាប់អ្នកដែលមានការងារធ្វើហើយវិញគឺខាងខ្ញុំសូមលក់តម្លៃពេញអាចជំរាបទៅទស្សនិកជននេះថាយើងបោះពុម្ពមកហ្នឹងគឺមានរយៈពេលប្រហែលហើយយើងចែកចាយនៅក្នុងកន្លែងណាខ្លះបាទសម្រាប់ការចែកចាយគឺក្នុងរាជធានីភ្នំពេញខ្ញុំបានផ្ញើលក់នៅតាមតូបវិស័យផ្សេងនិងតាមបណ្ណាគារមួយចំនួនដូចជាបណ្ណាគារនគរធំបណ្ណាគារអង្គរធំ
និងបណ្ណាគារមួយចំនួនទៀតជាច្រើនដែរនៅក្នុងរាជធានីភ្នំពេញ ចង់ជំរាបតកតងការរៀបចំនេះថាតើមានផលលំបាកខ្លាំងណាស់ទេចំពោះការរៀបចំរហូតមកបានសុភៅមួយដែលរហូតដល់មានក្បែរនឹង400ទំព័រទៅហើយចាស់ឲ្យសិតតែខ្លឹមសារហ្នឹងគឺយើងមើលទៅឃើញមានអត្ថន័យជាច្រើនដែលនាងខ្ញុំបានយកទៅលួចអានមុនដែរមុននឹងធ្វើបទសម្ភាសន៍ចា សៀវភៅនេះការស្រាវជ្រាវមានការលំបាកពីព្រោះខ្ញុំលើកយកទស្សនៈរបស់អ្នកប្រាជ្ញតាំងពីមុនគ្រិស្តសករាជហើយនៅក្នុងគ្រិស្តសករាជយកមកនិយាយដែលពាក់ព័ន្ធទៅនឹងគំនិតនៃការវាយតម្លៃទៅលើភស្តុតាងនិងការទៀងទាត់ទៅលើភស្តុតាងហើយចំពោះការលំបាកនោះតាមពិតបើយើងគិតពីការលំបាកគឺធ្វើសៀវភៅនេះអត់ចាញ់ទេនៅពេលខ្លះយើងទៅសេភ្ជាប់គ្នាឯកសារគ្រប់យ៉ាងទាំងអស់ហើយយើងសុខចិត្តអត់ហូបបាយទេហើយពោះកាលណាយើងហូបទៅហូបបាយយើងភ្លេចអាហ្នឹងយើងទៅតអាហ្នឹងឲ្យចប់មួយវគ្គវានិយាយជាទូទៅបើសិនបើអ្នកដែលគាត់មានតួនាទីផ្នែកច្បាប់ក៏ដូចជាអ្នកដែលគាត់ត្រូវកាត់សេចក្តីឲ្យគេបើសិនបើគាត់មានភាពកំសោយឬក៏មានកម្រិតនៅក្នុងកម្រិតណាមួយដែលมันភាពមិនច្បាស់លាស់នៅក្នុងការសិក្សាក៏ដូចជាវាយតម្លៃតាក់ទងទៅនឹងភស្តុតាងថាតើអាចមានផលប៉ះពាល់នៅក្នុងការកាត់សេចក្តីឬក៏កាត់ក្តីទៅឲ្យកូនក្តីឬក៏អ្នកដែលគាត់ជាដើមមិនដឹងឬក៏ចង់មិនដឹងបានទេចា៎ តួនាទីសំខាន់របស់ចៅក្រមគឺចេះវាយតម្លៃនិងចេះទៀងទាត់ទៅលើភស្តុតាងហើយបើសិនជាចៅក្រមនៅមានកម្រិតក្នុងការយល់ដឹងទៅលើការវាយតម្លៃនិងការទៀងទាត់ទៅលើខ្លឹមសារនៃអង្គហេតុណាមួយសេចក្តីសម្រេចរបស់ខ្លួនអាចធ្វើឲ្យមានការកម្រិតលំអៀងដោយសារតែលក្ខណៈលំអៀងនេះហើយដោយសារតែមានមិនទាន់សមស្របនេះហើយអញ្ចឹងបានជានៅក្នុងប្រព័ន្ធតុលាការគេឲ្យយើងមានយុត្តាធិការដល់ទៅ3ថ្នាក់ចាអញ្ចឹងមានន័យថាសភៅមួយក្បាលនេះគឺមានក្តោបរួមទាំងអស់មាននៅក្នុងនឹងទាំងអស់មានទាំងមានទាំងព្រំប្រទានរដ្ឋបវេណីនិងផ្សេងទៀតមានន័យថាបើសិនយើងមានសភៅមួយក្បាលនេះយើងអាចមើលទៅយើងអាចដឹងបានច្រើនមិនថាអញ្ចឹងចាសភៅមួយក្បាលនេះវាទៅសេអំពីវិធានរួមនៃភស្តុតាងក៏ប៉ុន្តែភស្តុតាងរដ្ឋវេណីឬក៏ភស្តុតាងនៅក្នុងមជ្ឈត្តកម្មក៏ប្រើភស្តុតាងដូចគ្នាប៉ុន្តែវិធាននៃការប្រមូលខុសគ្នាវាខុសតែប៉ុណ្្នឹងទេលោកអាចជំរាបបានទេថាតើខុសគ្នាយ៉ាងណាដែរខុសគ្នាខ្ញុំលើកឧទាហរណ៍ថាវិធាននៃការប្រមូលភស្តុតាងនៅក្នុងរឿងព្រហ្មទណ្ឌគេភាគីមិនមែនជាអ្នកមានតួនាទីក្នុងការប្រមូលទេគឺសមត្ថកិច្ចរបស់រដ្ឋដូចជាមន្ត្រីនគរបាលយោធម៌ព្រះរាជអាជ្ញាជាដើមជាអ្នកប្រមូលភស្តុតាងចំណែកជនរងគ្រោះឬក៏ភាគីអត់សំខាន់ទេប៉ុន្តែនៅក្នុងរឿងរដ្ឋវេណីវិញភាគីមានតួនាទីសំខាន់ក្នុងការប្រមូលភស្តុតាងមកឲ្យតុលាការប៉ុន្តែចំណុចដែលវាដូចគ្នានោះក្នុងករណីដែលតុលាការអត់ជឿគឺតុលាការត្រូវប្រើគោលការណ៍ឆន្ទានុសិទ្ធិដើម្បីស្វែងរកបានដោយខ្លួនឯងគឺថាត្រូវតែរកដោយខ្លួនមិនចាំបាច់ចាំជឿតែភាគីមកប្រាប់យើងទេជាចុងក្រោយនេះដោយសារតែពេលវេលារបស់យើងមានកំណត់នាងខ្ញុំចង់បានប្រសាសន៍ក៏ដូចជាការផ្ដាំទៅដល់បងប្អូនក៏ដូចជាអ្នកដែលគាត់ចង់ស្រាវជ្រាវតាក់ទងទៅនឹងនីតិភស្តុតាងក៏ដូចជារបៀបនៃអានសភៅវិញម្ដងថាតើយើងត្រូវអានយ៉ាងម៉េចដើម្បីឲ្យយើងយល់ហើយនៅក្នុងការយល់សាច់រឿងមួយដែលតាក់ទងទៅនឹងនីតិភស្តុតាងនេះដើម្បីឲ្យគាត់ជួនកាលគាត់ចេះតែអានប៉ុន្តែគាត់មើលហើយក៏អត់យល់ថាមានន័យថាម៉េចទេអញ្ចឹងលោកសាស្ត្រាចារ្យអាចបញ្យល់ទៅបងប្អូនក៏ដូចជាពួកគាត់ដែលគាត់ចង់អានសៀវភៅនេះទេចា៎តាមពិតទៅមិនមែនសម្រាប់តែនិស្សិតទេក្នុងការអាននៅក្នុងវិទ្យាសាស្ត្របច្ចុប្បន្ននេះគឺដើម្បីសិក្សាមុខវិជ្ជាណាមួយឲ្យច្បាស់លាស់យើងចាប់ផ្ដើមទី1គឺមើលនិយមន័យបន្ទាប់មកយើងមើលកម្មវត្ថុបន្ទាប់មកយើងមើលវិធាននៃមុខវិជ្ជាហ្នឹងថាតើការនិយមន័យគេក្តោបទៅលើអីហើយកម្មវត្ថុហ្នឹងគឺសំដៅក្របដណ្ដប់ទៅលើដែនរបស់វាប៉ុណ្ណាមិនមែនទូទៅទេហើយវិធានវានេះគឺសម្រាប់ធ្វើសមិទ្ធិទៅលើអាកម្មវត្ថុនោះថាតើ
យើងរកវិធានណាដើម្បីឲ្យកម្មវត្ថុនោះសម្រេចផលបានទៅតាមគោលដៅដែលយើងមានកំណត់នៅក្នុងនយោបាយណាកាលណាយើងយល់ទាំងអស់នេះហើយយើងអាចវាយតម្លៃទៅលើអ្នកមកបង្ហាត់យើងក៏បានយើងហ៊ានវាយតម្លៃថាបង្ហាត់យើងនឹងខុសណាមុខវិជ្ជានឹងគឺក្តោបតែប៉ុណ្ណេះទេគាត់និយាយប៉ុណ្ណោះអាចខុសអញ្ចឹងយើងអាចវាយតម្លៃនឹងបានទៀតអញ្ចឹងហើយបានតែរបៀបអាននៅក្នុងសភៅសំខាន់ណាស់គឺនិយមន័យកម្មវត្ថុវិធានរបស់វាហើយបើសិនជាយើងមិនយល់ពីបញ្ហាហ្នឹងទេនោះទៅខាងក្រោយទៀតនាំឲ្យយើងលំបាកថាតើតាក់ទងទៅនឹងសភៅដែលបានចែកចាយមួយរយៈកន្លងមកនេះឃើញថាដូចជាចាប់ផ្ដើមចែកចាយតាំងពីខែខ្ទង់ខែ9ខែ10មិនថាអញ្ចឹងណាចាឥឡូវយើងមានពេលជាង1ខែហើយថាតើអាចមានអ្វីដែលជាមតិត្រឡប់មកវិញថាពីសភៅនេះទេចាឲ្យការយល់ឃើញពីអ្នកដែលគាត់បានទិញក៏ដូចជាអ្នកដែលគាត់បានអានសភៅនេះហើយថាតើគាត់បានមតិមកយើងយ៉ាងម៉េចវិញចាចំពោះអតិថិជនដែលគាត់បានជាវសភៅនេះដែលខ្ញុំបានបោះពុម្ពផ្សាយចេញកាលខែកញ្ញាហ្នឹងគឺគាត់មានការគ្រប់គ្រងច្រើនគ្រាន់តែបញ្ហាមួយដែលគាត់ល្អថារៀងថ្លៃបន្តិចព្រោះឲ្យខ្ញុំដាក់ 60000 រៀលតែតាមពិតទៅពាក់ព័ន្ធរឿងតម្លៃសភៅមិនមែនលើតម្លៃថា 60000 ឬ 40000 ទេសំខាន់នៅពេលគាត់យកសភៅនឹងទៅអានតើគាត់ទទួលបានផលប្រយោជន៍អ្វីខ្លះហើយសភៅនេះទម្រាំដែលលោកសាស្ត្រាចារ្យគាត់សរសេរចេញមកបានគឺគាត់ចំណាយពេលវេលាយូរគាត់សរសេរតាំងពី2003ឥឡូវ2016បានយើងបោះពុម្ពផ្សាយលើកទី2អញ្ចឹងគឺរយៈពេល13ឆ្នាំហើយអញ្ចឹងសម្រាប់ខ្ញុំដូចជា 60000 រៀលដូចខ្ញុំគិតថាតម្លៃវាសមរម្យតែសម្រាប់ដូចជានិស្សិតដែលគាត់ចង់បានការបញ្ចុះតម្លៃគាត់អាចតាក់ទងមករូបខ្ញុំផ្ទាល់បានចាសូមអរគុណដល់លោកសាស្ត្រាចារ្យក៏ដូចជាលោកភក្តីចាដែលបានចំណាយពេលផ្ដល់ឱកាសធ្វើបទសម្ភាសន៍ជាមួយនឹងនាងខ្ញុំចាពីកម្មវិធីរបស់យើងបានដល់ទីបញ្ចប់ហើយវគ្គក្រោយចាយើងខ្ញុំក៏មាននៅព័ត៌មានដែលតាក់ទងទៅនឹងព័ត៌មានសេដ្ឋកិច្ចផ្សេងៗនៅក្នុងប្រទេសកម្ពុជារបស់យើងសម្រាប់ពេលនេះសូមពេលអញ្ញាតសម្រាប់មួយភ្លេចសិន